យើងគ្រប់គ្នាសុទ្ធតែដឹងហើយថាប្រទេសថៃគឺជាប្រទេសមួយដែលតែងតែឈ្លានពានប្រទេសកម្ពុជាឥតឈប់ឈរមិនថាអតីតកាលឬក៏បច្ចុប្បន្នពីអតីតកាលបងប្អូនសុទ្ធតែដឹងខ្លះមកហើយអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជាថ្ងៃនេះខ្ញុំចង់បកស្រាយអំពីសម័យកាលទំនើបដែលថៃឈ្លានពានកម្ពុជារវាង100ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រទំនើបអាចបែងចែកជា4ដំណាក់កាលធំៗដែលថៃបានចូលមកគ្រប់គ្រងដោយខាងក្រោមការកាន់កាប់នៅក្នុងសម័យអាណានិគមបារាំងគឺនៅក្នុងឆ្នាំ1940ក្នុងអំឡុងសង្គ្រាមលោកលើកទី2ក្នុងសង្គ្រាមលោកលើកទី2ក្នុងចន្លោះឆ្នាំ1940ដល់ឆ្នាំ1941ថៃបានឆ្លៀតឱកាសពេលដែលបារាំងចុះខ្សោយអំណាចក្នុងសង្គ្រាមជាមួយអាល្លឺម៉ង់ថៃបានវាយលុកយកទឹកដីមួយផ្នែករបស់កម្ពុជារួមមានខេត្តបាត់ដំបងសៀមរាបនិងតំបន់ជុំវិញប្រាសាទព្រះវិហារថៃបានកាន់កាប់តំបន់នោះរហូតដល់ឆ្នាំ1946ទើបត្រូវប្រគល់ឲ្យកម្ពុជាវិញតាមរយៈបារាំងដែលជាអាណាព្យាបាលរបស់កម្ពុជាក្រោយពេលសង្គ្រាមលោកលើកទី2បញ្ចប់បានន័យថាថៃមិនមែនស្ម័គ្រចិត្តផ្ដល់ទឹកដីនោះមកកាន់កម្ពុជាវិញទេប៉ុន្តែក្រោមការគាបសង្កត់របស់បារាំងដែលជាអាណាព្យាបាលទើបថៃព្រមប្រគល់ទឹកដីនោះមកកាន់កម្ពុជាវិញការឈ្លានពានលើកទី2គឺថៃបានចូលមកកាន់កាប់ទាំងកំរោលនៅឆ្នាំ1954ក្រោយកម្ពុជាបានឯករាជ្យពីបារាំងវិញបានន័យថាកងទ័ពថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារម្ដងទៀតនៅឆ្នាំ1954បានន័យថាយើងទទួលបានឯករាជ្យត្រឹមតែមួយឆ្នាំទេថៃបានលើកទ័ពចូលមកកាន់កាប់ប្រាសាទព្រះវិហារដោយសារពេលនោះពួកគេគិតថាបារាំងបានដកទ័ពចេញពីអាណាព្យាបាលរបស់ខ្មែរដូច្នេះពួកគេមានកម្លាំងគ្រប់គ្រាន់និងវាទីយកទឹកដីនោះហើយនេះក៏ជាហេតុផលមួយដែរដែលព្រះបរមរតនកោដ្ឋព្រះបាទនរោត្តមសីហនុសម្រេចព្រះទ័យប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេហើយចំពោះលទ្ធផលគឺនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962តុលាការអន្តរជាតិបានកាត់ក្តីឲ្យកម្ពុជាឈ្នះក្តីដោយបង្ខំឲ្យថៃដកកងទ័ពនិងប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញហើយលើកទី3នៃការឈ្លានពាននោះគឺចំនួនប្រដាប់អាវុធបងប្អូនខ្លះប្រកាសជាបានដឹងហើយនៅក្នុងឆ្នាំ2008ដល់ឆ្នាំ2011បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ថៃបានបញ្ជូនកងទ័ពទៅក្បែរតំបន់ប្រាសាទនៅតំបន់ចំនួនដែលគេហៅថា 4.6 គីឡូម៉ែត្រការ៉េដែលនាំឲ្យមានការផ្ទុះអាវុធជាបន្តបន្ទាប់នៅឆ្នាំ2008 2009និងធ្ងន់ធ្ងរបំផុតនៅដើមឆ្នាំហើយក្នុងព្រឹត្តិការណ៍នេះផងដែរថៃបានផ្លោងកាំភ្លើងធំធ្វើឲ្យមានការខូចខាតប្រាង្គប្រាសាទព្រះវិហារជាច្រើនផ្នែកនិងបាត់បង់អាយុជីវិតកងទ័ពផងដែរហើយដំណោះស្រាយចុងក្រោយនៅឆ្នាំ2013នោះគឺតុលាការក្រុងឡាអេម្ដងទៀតបានបកស្រាយសាលក្រមឆ្នាំ1962ឡើងវិញដោយបញ្ជាក់ថាទឹកដីជុំវិញប្រាសាទព្រះវិហារភាគច្រើននៃតំបន់ 4.6 គីឡូម៉ែត្រការ៉េគឺជាកម្មសិទ្ធិរបស់កម្ពុជាហើយថៃត្រូវតែដកទ័ពចេញនិងលើកទី4ចុងក្រោយគេនេះអានេះខ្ញុំអត់បាច់និយាយក៏បងប្អូនដឹងដែរបាទចាប់ពីឆ្នាំ2025មកដល់ឥឡូវគឺពួកសៀមបានឈ្លានពានយើងសពគ្រប់បែបយ៉ាងហើយរូបភាពសពគ្រប់រូបភាពតែម្ដងបងប្អូនសុទ្ធតែដឹងក្នុងចិត្តហើយដូច្នេះយើងត្រឡប់ទៅខាងលើបន្តិចខ្ញុំចង់និយាយពីឆ្នាំដែលពួកគេចូលមកកាន់កាប់និងឆ្នាំដែលពួកគេដកទ័ពទៅវិញលើកទី1ការកាន់កាប់លើកទី1នៅក្នុងសង្គ្រាមលោកលើកទី2កំឡុងឆ្នាំ1941ដល់ឆ្នាំ1946បាទតាមយើងគណនាទៅលើកទី1នេះគឺមានរយៈពេល5ឆ្នាំបាទ5ឆ្នាំគេដកទៅវិញលើកទី2ការកាន់កាប់ហ្នឹងគឺក្រោយឯករាជ្យកំឡុងឆ្នាំ1954ដល់ឆ្នាំ1962បាទតាមការគណនាគឺរយៈពេល8ឆ្នាំបាទចូលកាន់កាប់ឈ្លានពានយើងនឹង8ឆ្នាំបានសុខចិត្តដកទ័ពទៅវិញហើយលើកទី3គឺគេចូលឈ្លានពានយើងនៅឆ្នាំ2008រហូតដល់ឆ្នាំ2013ទើបគេព្រមដកទ័ពទៅវិញមានរយៈពេល5ឆ្នាំដោយការលើកទី1ដែរអញ្ចឹងបងប្អូនគិតថារយៈពេលលើកទី4នេះតើមានរយៈពេលប្រមាណឆ្នាំដែលពួកគេនឹងដកទ័ពចេញពីទឹកដីរបស់កម្ពុជាយើងវិញ